Bueno, de pronto. Vâng, nàyនេះគឺជាថ្ងៃទី3នៃការចូលឆ្នាំថ្មីតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងបាទខែរសានៅសលោកអញ្ចឹងរបៀបរយៈនៅក្នុងថ្ងៃនេះគឺជាថ្ងៃដែលរៀបចំពិធីស្រង់ព្រះយោងទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនថ្ងៃនេះបាទអ្នកកាន់ពុទ្ធសាសនាថ្ងៃទី3គឺជាថ្ងៃស្រង់ព្រះសូមបញ្ជាក់អត្ថន័យពាក្យថាស្រង់ព្រះគឺស្មើនឹងស្រោចស្រពពន្ធវរីបាទស្រោចស្រពពន្ធវរីអរណាចម្រាំងមន្ទិលសៅម៉ងចំពោះព្រះពុទ្ធរូបបាទហើយព្រះនេះមិនមែនសំដៅទៅលើព្រះពុទ្ធរូបទេឬក៏ព្រះពុទ្ធព្រះហ្នឹងគឺសូម្បីតែពុកម្ដាយរបស់យើងក៏ជាព្រះដែរព្រះអីគឺព្រះព្រំបាទព្រះព្រំឬក៏ជាគ្រូឬក៏យើងហៅម្យ៉ាងទៀតថាព្រះរាជបាទទេវតាដើមមុខប្រតិវាជាទេវតាដើមនោះគឺព្រះរាជរបស់យើងដោយផ្នែកថ្ងៃនេះតាមទំនៀមទម្លាប់ខ្មែរយើងការពុទ្ធសាសនាតែរៀបចំពិធីស្រង់ព្រះពោធិស្រោចស្រពពន្ធវរីនោះទឹកដងក្អែលជូនឪពុកម្ដាយយើងប្រសិនបើគាត់នៅមានជីវិតបាទចុះបានហើយបានយើងគាត់បីរហូតថ្ងៃនេះដោយសារក្នុងមួយឆ្នាំតាមបងប្អូនអរលោកលោកស្រីដែលបានមកទីយ៉ាងខ្ញុំសុខតែរហូតការងារបំពេញភារកិច្ចចេញចាប់ពីគ្រួសារបាត់មែនតែចាប់ពីម្ដាយគាត់តែក្នុងឱកាសដៃឆ្នាំចាស់ខ្លាំងចូលឆ្នាំ3យើងជួបគ្នាយ៉ាងប្ររពទីយ៉ាងអោនណាស់អោនមួយណាមួយណាបាទហើយថាដល់ដល់មកពីជារកពុកបានសុំសមាជិកបាទតែគាត់សឹកផងចិញ្ចឹមបីបាច់ថែរក្សាយើងហើយជួនកាលយើងក៏ចូលសង្កាយយកការពាក្យសម្ដីអិរិយាបថមិនសមគួរចំពោះលោកអញ្ចឹងឱកាសដាច់ឆ្នាំចាស់ខ្លាំងចូលឆ្នាំថ្មីនេះគឺជាឱកាសដែលយើងត្រូវសុំកម្មាទោសគាត់អញ្ចឹងចូលឆ្នាំថ្មីគឺយើងត្រូវជៀសវាងនៅកំហុសទាំងឡាយណាដែលយើងបានប្រព្រឹត្តឬក៏ផ្លាំងផ្លាត់ស្គាល់ឆ្គងចំពោះគាត់អញ្ចឹងស្រោចស្រពគាត់ទៅរីទឹកដែលយើងអប់ដោយទឹកអប់ក្លិនការមលិការឈឺដំណើរឲ្យទឹកចិត្តរបស់គាត់ដល់ត្រជាក់របស់គាត់ចំពោះកូនហើយកូនក៏សរសៃនឹងទឹកចិត្តគ្រប់ចំពោះឪពុកម្ដាយយើងវិញដែរបាទស្រោចព្រះមិនមែនបង្កើតទៅថាមិនបាន